ក្មេងស្រីគ្រាន់តែក្រវីដៃតិចក៏ធ្វើឲ្យពីងដែលអស់អង្គប្រែជីពេញដោយអង្គស្ក្បោះរួចនាងប្រែដំឡូងក្រោយផ្ទះឲ្យខ្លាយជាមើមថ្នាំទៅតែនេះគ្រាន់តែជារឿងតូចតាចនាងថែមទាំងជួយបងស្រីទី3ដែរដោយប្រើវេទមន្តឲ្យខ្លាយជាអ្នកជំនួញដ៏ពូកែពេលឃើញបងធំទុនខ្សោយត្រូវគេធ្វើបាបក៏ប្រែបងធំឲ្យចេះក្បាច់គុណមូលហេតុដែលនាងពូកែម្លេះព្រោះនាងជាទេពធីតាចុះមកចាប់ជាតែម្ដាយនាងបានស្លាប់ពេលសម្រាលធ្វើឲ្យក្មេងស្រីត្រូវគ្រួសារយកទៅបោះចោលសំណាងល្អបរោះតកោចូលរញទេសមកជួបតែផ្ទះគាត់ក៏គោរពអង្គច្រកឆ្នាំងគ្មានបើយកទៅចិញ្ចឹមច្បាស់ជាពិបាកគាត់ក៏គិតចង់ដើរចេញមិនរើសយកទៅទេស្រាប់តែទីរយំយ៉ាងខ្លាំងគាត់អាណិតថាជាក្មេងកំព្រាដូចគ្នាក៏ដាច់ចិត្តយកទៅផ្ទះទៅពេលប្រពន្ធឃើញប្តីប្រក្មេងមកគាត់អស់សង្ឃឹមណាស់ព្រោះអង្គក្នុងពីងអស់រលីងហើយតែគាត់មិនដឹងថាវាស្នីនឹងប្រែប្រួលទេពេលនោះបងស្រីធំបានចូលមកមើលក្មេងស្រាប់តែដៃនាងត្រូវក្មេងចាប់ជាប់មិនលែងបងធំក៏សម្រេចចិត្តថាស្អែកទៅផែទៅស៊ីឈ្នួលលីសិនតែការងារនឹងចិញ្ចឹមមនុស្សមួយផ្ទះមិនរស់ទេសម្ដីពួកគេនិយាយគ្នាក្មេងស្រីបាននៅទាំងអស់នាងគ្រាន់តែក្រវីដៃតិចពីងដែលអស់អង្គក៏ពេញមកវិញម៉ែអង្គសុទ្ធតែអង្គល្អទៀតពេលកំពុងតែសប្បាយចិត្តពួកទីហ៊ានក៏ធាក់ទ្វារទាលុយម្ដាយចៅសុំពន្យាពេលបែរជាត្រូវគេច្រានដួលភ្លាមនោះក្មេងស្រីចង់ដាក់ទុនកម្មវាស្រាប់តែមានសំឡេងមេកងស្រែកពីក្រៅពួកឯងធ្វើស្អែកនឹងពេលឃើញបែបនេះឪពុកចៅស្មានថាកូនចៅចាស់មកជួយគាត់ហើយក៏បំរុងឲ្យគេទទួលភ្ញៀវតែតាមពិតអាកូនចៅចាស់នោះមានល្បិចទេវាបង្ខំឲ្យគាត់ជួយជើងខោវាហើយវាថាលោកតាមិនធ្វើទេត្រូវបង់លុយឪពុកចៅវិលថាបើជួយជើងខោមិនបាច់បង់លុយក៏ព្រមធ្វើតាមតែគាត់មិនដឹងទេថាអាកូនចៅចាស់ម្នាក់នេះជាមនុស្សគ្មានពាក្យសច្ចៈក្មេងស្រីក៏ខាត់មិនឲ្យឪពុកលុតជង្គង់មិនក៏លុតមិនចុះចឹងឃើញចឹងអាមេកងស្មានថាគាត់មិនព្រមធ្វើឲ្យវាខឹងយ៉ាងខ្លាំងភ្លាមនោះវាក៏បញ្ជាឲ្យវាកំទេចរបស់ក្នុងផ្ទះកូនចៅវាក៏សម្រុកចូលមកហើយឃើញពីងអង្គនៅគៀនជញ្ជាំងម៉ែវាមានអង្គមិនបងលុយលើកយកទៅអាពួកថោកទាបយកអង្គទៅចង់ឲ្យអញដាច់ពោះមកហេពេលពួកវាប្រឹងលើកពីងអង្គស្រាប់តែធ្ងន់ដូចធ្មួយតោនប្រឹងបែកញើសហើយនៅតែលើកមិនរួចធ្វើឲ្យមេកងជេរពួកវាសុទ្ធតែជាសម្រាមរួចវាក៏ដើរទៅលើកដោយខ្លួនឯងអាមនុស្សចិត្តអាក្រក់ចាំមើលធ្វើដែងម្ដងប្រែជើងវាឲ្យជាប់នឹងដីជាប់ពេលនេះជើងរបស់អាមេកងជាប់ស្អិតដូចកៅនៅនឹងដីតតែកូនចៅពីរអ្នកជួយទាញទើបដាច់ចេញមកហើយដួលបែកក្បាលទៀតឃើញមិនស្រួលពួកវាក៏នាំគ្នារត់ពេលនោះម្ដាយចៅភ័យពេករហូតដល់សន្លប់បាត់ពេលប្តីរកទៅហៅពេទ្យទើបដឹងពីកូនស្រីធំថាផ្ទះអស់លុយរលីងហើយគាត់ក៏នឹកឃើញថាក្រោយផ្ទះមានដំឡូងអាចលក់បានដំឡូងបានប៉ុន្មានលុយទៅអញជាទេពធីតាបកាណាចាំអញប្រែថ្នាំទឹកឲ្យពុកម៉ែយកទៅលក់ស្អែកឡើងពេលឪពុកទៅជីកដំឡូងបែរជាឃើញសុទ្ធតែជាមើមថ្នាំទឹកល្អទាំងអស់តម្លៃទីផ្សារមួយថ្លៃដល់2ដុំប្រាក់ធំស្មានតែភ្នែកគាត់មើលច្រឡំតែពេលពិនិត្យម្ដងទៀតទើបដឹងថាជារឿងពិតចំការដំឡូងคล้ายជាថ្នាំទឹកមិនចឹងខ្ញុំក្រវីដៃតិចទេពុករឿងតូចតាចចាំខ្ញុំនាំប្អូនទី